Đại xiên cha mùi cà bông hai ní bờ mình tích chẳng bờ ní chỉ một pen bờ cua bờ sân chỉ một mai bằng ôn min bờ mót đậm bờ mót mùi trong sạp cà phê á được cả là sạp cà phê từ hai ní chấm nón có nhom pra mùi cam cả là để xa tới trong mà đồ chia đợt bài mình tích chẳng á bằng ôn nằng hé cha bằng ôn nằng kia sẽ đại mùi cà bông từ đó cô ní cứ smile nằng pi cam cả làហើយស្ករយើងប្រើម្ខាំឬម្ខាំកន្លះក៏បានដែរព្រោះចង់បានរសជាតិដិតផ្អែមបន្តិចតែបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចង់ញ៉ាំសាបដាក់តែចំនួនម្ខាំទៅបានហើយបន្ទាប់មកយើងយកសណ្តែកទៅត្រាំទឹកចឹងណាចាបងប្អូនទាំងអស់គ្នានេះគឺជាសណ្តែកដែលយើងបានយកទៅត្រាំទឹកចឹងយើងត្រាំរយៈពេល2ម៉ោងបងប្អូនទាំងអស់គ្នាដបទឹកសុទ្ធ3ដបអញ្ចឹងវាស្មើនឹង1លីត្រកន្លះនេះជាសណ្តែកដែលយើងបានដាក់បងប្អូនទាំងអស់គ្នាចាបងប្អូនទាំងអស់គ្នានេះគឺជាសណ្តែកដែលយើងបានកិនមុនហ្នឹងកិនវាឲ្យមាត់មកយើងបន្តកិនរហូតដល់តែអស់សណ្តែកបងប្អូនមកទីណាយើងកិនវាឲ្យមាត់បែបនេះអូនេះកិនឲ្យមាត់បែបនេះបើសិនជាវាអត់មាត់ទេយើងអាចពូតវាឲ្យកិនម្សៅទៀតបានចាបងប្អូននេះយើងបន្តកិនវារហូតដល់តែវាអស់ចារៀងខាប់មែនទេបងប្អូនអរគ្នាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចង់បានខាប់ចាឬក៏រាវយើងលេងលោកតាមហ្នឹងណាចាបងប្អូនទាំងអស់គ្នានេះគឺការកិនចុងក្រោយចាយើងថែមទឹកបន្តិចទៅកុំឲ្យវាខាប់ពេកចាបងប្អូនទាំងអស់គ្នានេះគឺជាសណ្តែកសៀងដែលយើងបានកិនមុនហ្នឹងណាអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមើលថាវាមិនទាន់កិនបានមាត់ល្អចាយើងអាចចាក់វាចូលទៅក្នុងម៉ាស៊ីនបែបនេះទៅដើម្បីកិនវាមួយសាទៀតចាបងប្អូនទាំងអស់គ្នានេះគឺជាសណ្តែកសៀងមួយកំប៉ុងស្មើនឹង2ខាំកន្លះចាដែលយើងដាក់នៅក្នុងម៉ាស៊ីនកិនហ្នឹងគឺវាបានចម្លុះពាក់កណ្ដាលបែបនេះបន្ទាប់មកគឺយើងចាប់ផ្ដើមបន្ថែមទឹកបន្តិចណាបងប្អូនទាំងអស់គ្នាដើម្បីកុំឲ្យវាខាប់ពេកអញ្ចឹងយើងលេងលោកមកដែលយើងចង់បានចាវាខាប់ប៉ុណ្ណាចំនួនកុំឲ្យវារាវពេកកាលណារាវពេកគឺអត់ឆ្ងាញ់ទេអញ្ចឹងយើងដាក់ខាប់ល្មមប៉ុន្តែកុំឲ្យខាប់ពេកក៏វាស្អិតអញ្ចឹងលេងលោកតាមហ្នឹងទៅណាបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងបានថែមចំនួនទឹកហើយយើងចាប់ដើមកិនវាម្សៅទៀតចាបងប្អូនទាំងអស់គ្នាក្រោយពីយើងកិនវារយៈពេល5នាទីហើយយើងយកវាមកចាក់នៅក្នុងឆ្នាំងនេះចាអាចត្រងវាហើយទៅណាតែខ្ញុំចាពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងក្រោយពីយើងបានថែមថយទឹកដែលយើងដាក់តាមចំនួនពុកម៉ែបងប្អូនចង់បានខាប់ឬក៏រៀងរាវបន្តិចដាក់តាមហ្នឹងហើយក្រោយមកពេលដែលយើងថែមទឹកហើយគឺយើងដាក់អំបិលចូលតែម្ដងបងប្អូនមានអំបិលមាត់ដាក់អំបិលមាត់ខ្ញុំមានអំបិលក្រួសចឹងហើយខ្ញុំដាក់អំបិលក្រួសនេះគឺកន្លះចុងស្លាបព្រាកាហ្វេកុំឲ្យវាប្រៃបន្ទាប់ពីចាក់អំបិលហើយគឺខ្ញុំកូរវាចាបន្ទាប់មកគឺយើងយកទឹកសណ្តែកដែលយើងបានកិនរួចចាយកមកដាក់ដាំវាឲ្យពុះទៅជាពុកម៉ែបងប្អូនចង់ផ្អែមបន្តិចក៏ដាក់លើសទៅណាតែខ្ញុំប្រើតែ2ខាំឬ2ខាំកន្លះហើយទឹកសណ្តែករបស់យើងបានពុះផុលមែនទែនពីទឹកសណ្តែកពុះយើងចាក់ស្ករចូលនេះគឺជាម្សៅវ៉ានីយកចាក់វាទៅ
អូវាឲ្យសព្វតទៅពីយើងដាក់ហើយយើងកូរឲ្យសព្វហើយយើងបិទហ្គាសរួចរាល់ចឹងទឹកស្រីរបស់យើងគឺបានរួចរាល់ហើយបងប្អូនទាំងអស់គ្នាអរគុណសម្រាប់ការចូលមើលទាំងអស់គ្នាសូមភ្លេចជួយចុច Subscribe ហើយផងណាអរគុណ